សម្រាប់ត្រង់មូលស័យមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងសម្រាប់ថ្នាក់ជាតិក៏ដូចជាថ្នាក់ក្រោមជាតិដែលផ្ដល់ឱកាសដល់ស្រុកមូលស័យដើម្បីធ្វើការចែករំលែកបទពិសោធន៍នៃការអនុវត្តការងារគណនេយ្យភាពសង្គមគឺយើងមានឯកសារច្បាស់លាស់មានសកម្មភាពច្បាស់លាស់ដើម្បីបង្ហាញទៅគណៈប្រតិភូដែលមកទស្សនកិច្ចនឹងទាំងផែនការសកម្មភាពរួមទាំងផែនការក្រមថវិកាចំណូលចំណាយក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមបើនិយាយពីបទបង្ហាញគឺខ្ញុំគិតថាអង្គភាពទាំង3នេះគឺបទបង្ហាញបានល្អហើយអ្នកទទួលយកក៏គិតថាគាត់ទទួលយកបានដែរមួយទៀតតកតងនឹងសំណួរឆ្លើយឆ្លងក៏ឃើញថាមានការផុសផុលល្អទាំងអ្នកសួរទាំងអ្នកឆ្លើយទាំងអ្នកចូលរួមទាំងម្ចាស់ផ្ទះហ្នឹងហើយបាទតែក៏ចូលរួមល្អចំណុចខ្វះខាតតិចតួចទេតកតងការរៀបចំទីកន្លែងដោយសារទីកន្លែងយើងវារៀងតូចចង្អៀតតិចកម្មវិធីដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នេះទាមទារឲ្យមានការចែករំលែកគ្នាទៅវិញទៅមកមិនមែនគ្រាន់តែការមករៀនសូត្រទេគឺត្រូវមានការចែករំលែកទាំងចំណុចល្អនិងមិនល្អដែលអនុវត្តនៅតាមដងភាពនោះខ្ញុំសំណូមពរដែរសម្រាប់អ្នកចូលរួមលើក្រោយបើមានដំណើរទស្សនកិច្ចចឹងសូមឲ្យអ្នកចូលរួមនឹងចែករំលែកក៏ដូចជាមានសំណួរឲ្យកាន់តែច្រើនទៅលើការងារនេះ